ជំរាបសួរលោកអ្នកបងប្អូនអរគ្នានេះគឺជាម៉ូត Sky Villa នៅបរិយាបន្ទាយបងប្អូនអរគ្នាម៉ូតនេះគឺគេធ្វើនៅលើដីកែងហ្មងមានដីធំណាហើយខ្យល់អាកាសគឺស្រស់ស្រាយចឹងបងប្អូនអរគ្នាម៉ូតនេះបងប្អូនអរគ្នាអ្វីដែលសំខាន់គឺមានគេហៅផ្ទះធំដីធំហើយម៉ូតស្អាតទៀតបើនិយាយពីម៉ូតវិញបងប្អូនអរគ្នាគឺយើងមើលខាងមុខនេះគឺមានចំណតឡានរៀងជាប្រអប់ហ្មងហើយបើយើងមើលចំហៀងវិញផ្ទះនេះក៏ធំមែនទែនណានៅចំហៀងគឺមានសួនច្បារធម្មជាតិឯកជនហើយមានគេហៅកញ្ចក់ធំដែលយើងអាចមើលទេសភាពនៅខាងក្រៅផ្ទះបានបងប្អូនសម័យថាបងប្អូនដាក់តុអង្គុយលេងនេះកូនលេងនេះហើយយើងចំអិនម្ហូបនៅខាងក្នុងយើងអាចមើលមកខាងក្រៅឃើញតែម្ដងតោះឥឡូវយើងទៅមើលខាងក្នុងវិញសិនផ្ទះនេះបើយើងនិយាយពី Nevo បងប្អូនបានឃើញយើងបានរៀបចំរៀងតេអញ្ចឹងណានេះគឺ style នៅបរិយាបន្ទាយគឺភាគច្រើនផ្ទះ Nevo របស់ផ្ទះហើយនឹងផ្លូវគឺខុសគ្នាអញ្ចឹងហើយបងប្អូនខាងនេះគឺចំណតឡានណាអញ្ចឹងមានកញ្ចក់ក៏នៅតែរៀបចំមកស្អាតជូនបងប្អូនដែរបងប្អូនបានឃើញណាអញ្ចឹងមើលទៅការរៀបចំគឺស្អាតហើយខាងក្រោមនេះវិញគេបានដាក់ប្រភេទថ្មដែលយើងខាត់រហូតដល់ឃើញក្បាលថ្មហើយបន្ទាប់មកយើងមានទ្វារចូលខាងក្នុងផ្ទះបើទ្វារនេះស្រួលបិទបើកអ្នកដែលគាត់មានកូនតូចគឺយើងអាចបិទបើកបានហើយធូរដោយសារអីយើងមាននេះគេហៅសម្រាប់ទប់លំនឹងណាអញ្ចឹងបងប្អូនបានឃើញនេះគឺបែបហ្នឹងអញ្ចឹងផ្ទះស្តង់ដាររបស់យើងបងប្អូនអាចរៀបចំដីបែបហ្នឹងក៏បានឬក៏បងប្អូនអាចkeep អាដីស្តង់ដារនៅចំហៀងតូចក៏បានដែរអញ្ចឹងមានជំរើសច្រើនមែនទែនចូលខាងក្នុងបងប្អូនបានឃើញនេះគឺជាផ្នែកខាងក្នុងហ្នឹងមានកន្លែងទទួលភ្ញៀវនេះជាប់អញ្ចឹងហើយមានម៉ាស៊ីនត្រជាក់2គ្រឿងហើយក្នុងហ្នឹងមានបន្ទប់ទឹកសម្រាប់ទទួលភ្ញៀវខ្ញុំអត់បើកភ្លើងដោយសារបើកភ្លើងទៅវាលោតណាអញ្ចឹងពេលដែលយើងមើលទៅខាងក្នុងនេះគឺមានផ្ទះបាយមួយស្អាតរៀងអក្សរ U អញ្ចឹងមានពូភ្លើងគឺដូចអញ្ចឹងគឺយើង include ផ្ដល់ជូនម្ចាស់ផ្ទះហ្មងតោះទៅខាងលើវិញអញ្ចឹងនៅប្លុកនេះគេពងធ្វើរៀបចំផ្ទះថ្មីបន្តទៀតនេះបងប្អូនបានឃើញគឺស្អាតអញ្ចឹងណាតោះឥឡូវទៅខាងលើតិចអានេះគេហៅ skyline មិនបើកពន្លឺទេបងប្អូនផ្ទះនេះគឺមានថ្មធម្មជាតិតាំងពីលើដល់ក្រោមហ្មងហើយបើចដើរបស់គេមើលយើងធ្វើរៀបចំមាំខ្លាំងណាហើយប្រភេទប្រកាន់ដៃដែកលនុកហើយមានឈើ highlight ចេះស្អាតនិយាយទៅស្អាតផ្ទះនេះស្អាតមកខាងលើយើងមានបន្ទប់3បន្ទប់គេងចំនួន3នេះបន្ទប់គេងកូនមានបន្ទប់ទឹកនៅខាងក្នុងនឹងហ្មងហើយមកនេះវិញបន្ទប់គេងកូនមួយទៀតហើយមានបន្ទប់ទឹកនៅក្នុងហ្នឹងមានសម្ភារៈបន្ទប់ទឹកនៅក្នុងហ្នឹងហ្មងបើនេះខាងមុខនេះគឺបន្ទប់កូនហើយមានរបៀបកញ្ចក់គឺស្អាតណានិយាយទៅស្អាតហើយមើលឥឡូវយើងមើលនេះវិញនេះ master suite ឬក៏បន្ទប់ master bedroom បើយើងបើកភ្លើងតិចអូខេអញ្ចឹងបន្ទប់នេះធំទលាយខ្លាំងមានកន្លែងដាក់អីអង្គុយលេងមើល view ទៅខាងក្រៅឬក៏អ្នកអត់ចង់មើល view ទៅខាងក្រៅបងប្អូនអាចរៀបចំកន្លែងនេះទៅតាមតម្រូវការរបស់បងប្អូនដែរឬក៏បងប្អូនអាចអង្គុយដាក់តុចេះយើងអាចអង្គុយទៅខាងក្រៅហើយមានវេរ៉ង់ដាដាច់ដឡែកប្រកាន់ដៃគឺស្រស់ស្អាតអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ម៉ូដបែបហ្នឹងយើងអាចតាក់ទងមកកាន់ក្រុមការងាររបស់យើងបានយើងមានតម្លៃល្អៗរងចាំបងប្អូនអរគ្នា